នៅវីដេអូមុនលោកអ្នកបានស្ដាប់បានស្វែងយល់ហើយពីគន្លឹះខ្លះៗដែលសិក្សានៅវិទ្យាល័យទទួលបានលទ្ធផលល្អប៉ុន្តែនៅក្នុងវីដេអូមួយនេះសូមនាំអារម្មណ៍មកស្ដាប់ពីអត្ថប្រយោជន៍ទាំង13យ៉ាងដែលទទួលបានពីផ្លែម្ខុដវិញម្ដងយើងដឹងហើយថាផ្លែម្ខុដជាផ្លែឈើមួយប្រភេទដែលសម្បូរដោយវីតាមីនសារធាតុសំខាន់ៗហូបផលល្អសម្រាប់សុខភាពម្ខុដផ្ទុកនូវសារធាតុខនិជជាច្រើនដូចជាម៉ាញ៉េស្យូម ដែក ស័ង្កសី ប៉ូតាស្យូម វីតាមីន B, C និង E រួមទាំងសារធាតុប្រឆាំងនឹងអុកស៊ីតកម្មផ្ទុកនូវសារធាតុជាច្រើនទៀតដែលផ្ដល់អត្ថប្រយោជន៍ដ៏អស្ចារ្យសម្រាប់សុខភាពប្រមាណចំណុចខាងក្រោមនេះជាអត្ថប្រយោជន៍ដែលទទួលបានពីផ្លែម្ខុដ 1. ជាតិកាកសរសៃ Fiber ក្នុងផ្លែម្ខុដជួយទប់ស្កាត់មិនឲ្យអ្នកទទួលទានប្រឈមមុខនឹងជំងឺធាត់និងជំងឺលើសទម្ងន់ 2. ជួសជុលគ្រឿងក្នុងសារពាង្គកាយឲ្យបានល្អឡើងវិញរួមទាំងប្រឆាំងនឹងជំងឺវីរុសបាក់តេរីដូចជាជំងឺគ្រុនឈាមជំងឺផ្ដាសាយធម្មតាជាដើម 3. បង្កើតកោសិកាឈាមក្រហមនិងជួសជុលការពារកុំឲ្យកើតជំងឺក្បោះឈាមធ្វើឲ្យឈាមរត់បានស្រួលជួយទប់ស្កាត់បញ្ហាប្រឈមនឹងជំងឺកាំងបេះដូងការកើនឡើងនៃសារធាតុខ្លាញ់និងការឈឺចុកចាប់ត្រង់ដើមទ្រូងជាដើម 4. កាត់បន្ថយជាតិខ្លាញ់ក្នុងរាងកាយ 5. ជួយទប់ស្កាត់បញ្ហាប្រឈមនឹងជំងឺរបេងជំងឺឆ្លងផ្សេងៗទៀតប្រឆាំងនឹងជំងឺបាក់តេរីច្រើនប្រភេទហើយវាក៏អាចជួយឲ្យប្រព័ន្ធស៊ាំក្នុងរាងកាយខ្លាំងក្លាផងដែរអត្ថប្រយោជន៍ទី6នោះគឺជំរុញទៅដល់ការជួសជុលទៅដល់កោសិការាងកាយដែលងាប់ការពារពីការកើតជំងឺមហារីកជំងឺនានាដែលទាក់ទងនឹងសរសៃឈាមនិងបេះដូង 7. ប្រឆាំងនឹងជំងឺដាច់សរសៃឈាមការពារមិនឲ្យលើសសម្ពាធឈាមការស្លាប់មួយចំហៀងខ្លួនដែលបណ្ដាលមកពីលើសសម្ពាធឈាមជាដើម 8. ជំនួយទៅដល់សុខភាពឆ្អឹងដែលជួយប្រឆាំងនឹងការរលាកសន្លាក់អាចពិសា2ទៅ3ផ្លែក្នុងមួយថ្ងៃ 9. ជំនួយទៅដល់ប្រព័ន្ធចងចាំប្រឆាំងទៅនឹងជំងឺភ្លេចភ្លាំងឬវង្វេងវាន់ពេលចាស់ជរាទៅ 10. ជំនួយទៅដល់សុខភាពស្បែកធ្មេញមិនឲ្យឆាប់ចាស់និងខូចរួមទាំងជួយការពារថែរក្សាស្បែកដូចជាការពារជំងឺមុនជំងឺស្បែកស្ងួតនិងជំងឺរលាកស្បែកផងដែរ 11. ប្រឆាំងនឹង Radical ដែលធ្វើឲ្យមានអារម្មណ៍តានតឹង 12. ជួយសម្រួលកម្រិតអង្គបដិបកការពាររាងកាយឲ្យមានតុល្យភាពធ្វើឲ្យបន្ថយអាការៈពាក់ព័ន្ធទៅនឹងប្រតិកម្មបដិបកខ្លួនឯងនិងការរលាកដូចជាខ្សោយថ្លើមខ្សោយតម្រងនោមទឹកនោមផ្អែមការរលាកសន្លាក់លើសឈាមជំងឺ Parkinson ជំងឺក្រពេញទីរ៉ូអ៊ីតនិងភាពខុសប្រក្រតីរបស់ខួរក្បាលដែលបណ្ដាលមកពីការរលាកជាដើម 13. ម្ខុដផ្ទុកនូវសារធាតុមានប្រសិទ្ធភាពនិងសុវត្ថិភាពខ្ពស់គឺសារធាតុ GM1 ដែលគេអាចយកទៅប្រើជាសមាសធាតុផ្សំរបស់គ្រឿងសម្អាងសម្រាប់អ្នកមានបញ្ហាសភាពស្បែករ៉ាំរ៉ៃដោយសារមុននឹងអាការៈប្រតិកម្មសូមបញ្ជាក់ថាអ្វីត្បិតតែផ្លែម្ខុដផ្ដល់អត្ថប្រយោជន៍ច្រើនមែនតែលោកអ្នកមិនគួរទទួលទានផ្លែម្ខុដច្រើនពេកទេព្រោះវាធ្វើឲ្យមានជាតិពុលក្នុងថ្លើមតម្រងនោមប្រឈមមុខជំងឺមហារីកបន្ថយបរិមាណគ្រាប់ឈាមសនិងធ្វើឲ្យប្រព័ន្ធការពាររាងកាយចុះខ្សោយអត្ថបទនេះដកស្រង់ចេញមកពីសុខក្រមសូមអរគុណសម្រាប់ការទស្សនានៅវីដេអូនេះសូមកុំភ្លេចជួយចុច Subscribe ដាក់សញ្ញាកណ្ដឹងនិង Follow Page ម្នាក់មួយផងដើម្បីទទួលបានព័ត៌មានថ្មីៗសូមរងចាំទស្សនានៅវីដេអូក្រោយជាបន្តទៀតសូមអរគុណ